ខ្ញុំអត់ចូលចិត្តញ៉ាំផ្លែឈើទេតែបើសិនជាយកផ្លែឈើយកមកគៀបយកទៅទឹកអញ្ចឹងគឺខ្ញុំញ៉ាំបានច្រើនជាងដោយសារបើសិនជាឲ្យខ្ញុំញ៉ាំផ្លែឈើមកកញ្ច្រែងនេះបើសិនជា2ថ្ងៃខ្ញុំញ៉ាំអត់បានអស់ទេតែបើសិនជាគៀបអញ្ចឹងគឺ2ថ្ងៃខ្ញុំញ៉ាំអស់ហើយសម្រាប់ម៉ាស៊ីននេះដែរខ្ញុំមានលក់តែឥឡូវអស់ស្តុកហើយអញ្ចឹងបើសិនជាមានភ្ញៀវកំងអាចកំងខ្ញុំបានតាដូចថា pre order អញ្ចឹងហើយ pre order នេះមួយថ្ងៃបានគឺអត់យូរទេហើយសម្រាប់ខ្ញុំប្រើម៉ាស៊ីននេះគឺល្អប្រើហើយកិនបានយូរឆ្នាំហើយដែលសម្រាប់តែខ្ញុំប្រើគ្រាន់តែថាខ្ញុំមិនមែនប្រើរាល់ថ្ងៃទេថ្ងៃខ្លះក៏បានប្រើជួនកាល2ថ្ងៃកិនម្ដងជួនកាលកន្លះខែអីទៅខ្ញុំយកមកវាមកគៀបម្ដងអញ្ចឹងណានិយាយទៅលើខ្ញុំអាសាដែរពេលខ្លះថ្ងៃខ្លះក៏ខ្ជិលអញ្ចឹងទៅអត់បានយកវាមកប្រើទេទុកវាចោលអញ្ចឹងទៅហើយថ្ងៃនេះខ្ញុំកិនផ្លែឈើរៀងច្រើនមុខបន្តិចដោយសារមាននៅក្នុងផ្ទះមានផ្លែឈើសល់ពីសែនខ្លះហើយផ្លែឈើខ្លះក៏ទិញមកថែមអញ្ចឹងណាបើសម្រាប់ខ្ញុំអត់ចូលចិត្តផ្លែឈើគៀបដែលមានរសជាតិជូរនិងផ្អែមខ្លាំងទេ